នៅព្រឹកថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះរដ្ឋបាលសុកសណ្ដានបានរៀបចំកម្មវិធីសមារណកម្មវិធីវិនិយោគ3ឆ្នាំរំកិលឆ្នាំ2026ដល់2028អញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីនេះពីសំណាក់ឯកឧត្តមអ៊ុនបុតអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំសមាជិកអញ្ជើញចូលរួមជាអធិបតីមានលោកអភិបាលស្រុកលោកអភិបាលរងលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញខេត្តមន្ត្រីរាជការរដ្ឋបាលស្រុកសណ្ដានលោកមេឃុំក្រុមប្រឹក្សាឃុំស្មានឃុំទាំង9ឃុំក្នុងស្រុកសណ្ដាននិងតំណាង NGO អង្គការដៃគូអង្គការសង្គមស៊ីវិលនានាក៏បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីសមារណកម្មនេះពេលនេះផងដែរក្នុងឱកាសនោះលោកអភិបាលនៃគណៈអភិបាលស្រុកសណ្ដានក៏បានឡើងធ្វើរបាយការណ៍ស្វាគមន៍ជូនឯកឧត្តមប្រធានគណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងពិធីនេះអំពីការអភិវឌ្ឍសម្រាប់រដ្ឋបាលស្រុកសណ្ដានក្នុងឆ្នាំ2026ដល់2028បន្តទៅមុខទៀតបាទហើយក្នុងនោះក្រុមប្រឹក្សាឃុំលោកមេឃុំក៏បានជម្រាបជូនអំពីផែនការនិងកម្មវិធីវិនិយោគមួយចំនួនបាទដែលឃុំនឹងបន្តសកម្មភាពគម្រោងអន្តរភាពសម្រាប់ឆ្នាំ2025សម្រាប់អនុវត្តនៅក្នុងឆ្នាំ2026បាទក្នុងនោះមួយឃុំសណ្ដានមាន69គម្រោងបាទហើយឃុំមានរិទ្ធមាន37គម្រោងឃុំដងកំបិតមាន46គម្រោងឃុំងនមាន51គម្រោងឃុំមានជ័យមាន48គម្រោងឃុំខ្លែងមាន54គម្រោងឃុំសុចិត្រមាន13គម្រោងឃុំឈើទាលមាន14គម្រោងហើយនិងឃុំទំរីងមាន34គម្រោងបាទដែលគម្រោងទាំងនេះហើយដែលលោកមេឃុំក្រុមសាឃុំបានឯកភាពគ្នាហើយចាត់គម្រោងនេះជាគម្រោងអធិភាពសម្រាប់ឲ្យតាមបណ្ដាមន្ទីរអង្គភាពបាទជំវិញខេត្តឬអង្គការដៃគូសង្គមស៊ីវិលនានាលោកពិនិត្យមើលហើយធ្វើការចាប់យកនិងគ្រប់គ្រងទៅលើគម្រោងផ្នែកនីមួយៗដែលរដ្ឋបាលស្រុកសណ្ដានបានលើកឡើងបាទហើយគម្រោងសម្រាប់រដ្ឋបាលស្រុកសណ្ដានក៏មានដែរបាទហើយសូមឲ្យបណ្ដាមន្ទីរអង្គភាពជំនាញជំវិញខេត្តបាទអង្គការដៃគូសង្គមស៊ីវិលនានាចាប់យកគម្រោងបាទរបស់រដ្ឋបាលស្រុកសណ្ដានផងដែរដែលលោកប្រធានផែនការគ្រប់គ្រងឃុំសង្កាត់លោកបង្ហាញនៅលើផែនទីហើយនឹងក្រុមប្រឹក្សាឃុំបាទទាំង9ឃុំដែលលោកបានធ្វើការបង្ហាញនៅលើរបាយការណ៍ក៏ដូចជានៅក្នុងផែនទីនានាបាទហើយលោកឯកឧត្តមប្រធានគណៈអធិបតីក៏បានសំណូមពរផងដែរទៅដល់តាមបណ្ដាប្រធានមន្ទីរអង្គភាពជំវិញខេត្តក៏ដូចជាតំណាងអង្គការដៃគូនិងសង្គមស៊ីវិលនានាសូមជួយចាប់យកបាទនៅគម្រោងនានារបស់ស្រុកសណ្ដានក៏ដូចជារបស់រដ្ឋបាលឃុំក្នុងស្រុកសណ្ដានផងដែរហើយក៏មានតាមបណ្ដាអង្គភាពបាទអង្គការដៃគូសង្គមស៊ីវិលនានាកំពុងដើរពិនិត្យមើលបាទស្វែងរកបាទនៅគម្រោងនានាហើយពិនិត្យមើលថាតើគម្រោងណាដែលគួរអនុវត្តនិងចាប់យកសម្រាប់អនុវត្តឆ្នាំ2026ដល់2028បាទសូមអរគុណ